រឿងអាកុហកស៊ីកាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកក៏មានរោគមួយដល់ជ្រូកនោះធំឡើងគេមកនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាដូម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅម្ដាយខត់ថាកុំឯងស៊ីអ្វីក៏ច្រើនមេលះទុកវានឹងលក់យកប្រាក់ចាយកូននឹងម្ដាយខត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករថៃយងពុំមានភេលិចមានការថៃយងមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាដូចបិទទេវតាប្រាប់ខ្ញុំថាដូមានមាសច្រើនណាស់ម៉ែជូនទៅយកម្ដាយយឺកូននិយាយប្រាប់ដូច្នោះសួរថាដូមាសប្រាក់ណីណាកូនឆ្លើយថាបូម៉ែទៅនឹងចុះបើខ្ញុំបង្គាប់ដូចមេឆ្ម៉ែធ្វើតាមខ្ញុំក៏កូនយកកញ្ចានាំម្ដាយដើរទៅព្រៃឆ្ងាយអំពីស្រុកហើយកូនក៏យកកញ្ចាស្ទុះទៅគ្រប់ដីប្រឹងសង្កត់ហើយប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចប់ជីកយកមាសប្រាក់ម៉ែនៅសង្កត់ឲ្យជាប់កុំលែងបើម៉ែលែងមាសប្រាក់នឹងបាត់បង់អស់ឯម្ដាយយឺកូនថាដូច្នោះក៏សង្កត់កញ្ចានោះចាំកូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចំអិនជាអាហារបួលអស់បងប្អូនចិត្តខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមកលៀនបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីកញ្ចាមើលក្នុងកញ្ចាពុំមានអ្វីសោះលុះម្ដាយដឹងថាកូនបញ្ចោតហើយក៏ត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នេះខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនថាត្បិតកូននេះខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកវាទៅទម្លាក់ក្នុងទឹកសម្លាប់ទៅក៏ប្អូននឿដូច្នោះក៏សួរថាបើដំណើរដូចមេច្បានជាឲ្យយកកូនទៅច្រកការុងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ប្អូនតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតឲ្យអញទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយវាឲ្យអញចាំក្នុងព្រៃត្រាតែដល់ថៃយងឃ្លានបាយស្ទើរតែដាច់ពោះឯវាមកកាប់ជ្រូកផឹកស្រាជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំចុងមាត់ការុងជាប់ល្អលើកលីយកទៅចោលក្នុងទឹកទនេលលុះដល់មាត់ទនេលអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតមុខជាស្លាប់ហើយបើដូច្នោះហើយលោកមាអាណិតទៅយកក្បួនកុហកខ្ញុំបន្តិចត្បិតស្លាប់ទៅនៅឋានខ្មោចបើគ្មានក្បួនកុហកខ្មោចរកស៊ីពុំបាននោះនឹងដាច់ពោះស្លាប់ឯមីក្មួយអង្វរដូច្នោះក៏សួរទៅក្មួយថាក្បួនកុហកឯងទុកនៅទីណាក្មួយប្រាប់ទៅមាថាបើខ្ញុំដាក់នៅលើធ្នឹមមាក៏ដាក់អាកុហកស៊ីនៅកំពង់ទឹកហើយត្រឡប់ទៅយកក្បួនផអាកុហកស៊ីវិញកាលនោះមានមនុស្សកើតឃ្លងម្នាក់ដើរមកចិត្តអាកុហកស៊ីក៏ធ្វើជានិយាយអញមកដុំឃ្លងក្នុងការុងនេះយូរហើយមិនដឹងជាហើយឬនៅប៉ុណ្ណេះស្ទាបមើលហាក់ដូចសះជាហើយមនុស្សឃ្លងងឿអាកុហកស៊ីថាដុំឃ្លងក្នុងការុងដូច្នោះដោយខ្លួនកើតឃ្លងក៏សួរថាបើដុំឃ្លងក្នុងការុងនេះបានជាអាកុហកស៊ីប្រាប់ថាបើដបិតខ្ញុំកើតឃ្លងគេឲ្យមកដុំក្នុងការុងនេះយូរថែងហើយមិនដឹងជាហើយឬនៅទេអាណិតស្រ័យខ្ញុំបន្តិចឌីមនុស្សឃ្លងក៏ស្រ័យការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការុងចេញមកមើលហើយប្រាប់ថាជាឃ្លងហើយអាគុំលងងឿអាកុហកស៊ីថាដុំឃ្លងក្នុងការុងដូច្នោះក៏និយាយថាបើឲ្យគ្នាដុំឃ្លងផងអាកុហកស៊ីដូច្នោះអរណាស់គិតថាអញអស់ស្លាប់ហើយបានអាគុំលងស្លាប់ជួសអាកុហកស៊ីប្រាប់អាគុំលងថាបើឯងចង់ជាឃ្លងឆាប់ត្រូវកាន់ត្រណមឲ្យជាប់គុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណាមកសួរក្ដីមកជាវីដូចមេចដេតរើគុំនិយាយស្ដីត្រូវកាន់ត្រណមឲ្យខ្ចាប់ទើបបានជាឆាប់អាគុំលងងឿអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងការុងអាកុហកស៊ីចង់មាត់ការុងជាប់ហើយរត់បាត់ទៅមាននោះមករកដំរើអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏គិតក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ទៅហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដើរវាអាគំលងដោយស្មានថាអាកុហកស៊ីអាគំលងខំអត់ព្រោះចង់ជាឃ្លងលុះវាធាក់អស់ចិត្តហើយក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ទៅអាកុហកស៊ីរត់រួចអាពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមុជទឹកអាកុហកស៊ីនោះឃើញអាកុហកស៊ីដើរពីចម្ងាយក៏វាធ្វើជាមុជទឹកយូរបន្តិចទើបងើបឡើងហើយលើកកាសឡើងថាអញមុជទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានកាសប្រាក់ច្រើនប៉ុណ្ណេះយកមិនរួចបានតែមួយត្រណោតមកអាកុហកស៊ីដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតទៅក្នុងទឹកខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញហើយងើបឡើងនិយាយទៅអាដែលបញ្ឆោតនោះថាពអ្នកអើយខ្ញុំមុជទឹកទៅតាមពាក្យអ្នកអំបញ្ញមិញបានឃើញគេលេងបៀប៉ាធូកំដាត់ច្រើនណាស់ហើយលេងឈ្នះគេបានប្រាក់កាសច្រើនខ្ញុំទាពីគេថាឲ្យយកពីឯងនោះខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវីខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកឯងមិនជឿមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាកុហកទល់កុហកមិនចាញ់ខ្លួនក៏ស្រាយកាសចែកគ្នាពាក់កណ្ដាលហើយសុំគ្នាជាបងប្អូនរកស៊ីកុហកគេតាំងអំពីនោះទៅ